សួស្តីបងប្អូនគ្នាទិញថ្លើមគោ5គីឡូមកបាចដើម្បីឲ្យត្រីនៅបងប្អូនដើម្បីចាប់ត្រីសមុទ្របន្តទៀតបាទបើកឆាកដំបូងគឺបានត្រីអណ្ដាតឆ្កែមួយបងប្អូនដែលដាតឆ្កែសមុទ្របងប្អូនលើមកមានកូនហើយកូនស្លាមហើយកូនស្លាមបាទកូនស្លាមប្រភេទហ្នឹងគឺសម្បូរតែវាអត់ធំទេប្រភេទត្រីស្លាមអញ្ចឹងបងប្អូននេះគឺតុងបងប្អូនចាប់ដាតហើយបានសម្បូរយ៉ាងត្រីដាតឆ្កែបងប្អូនបាទនេះបានក្តាមមកគូទៀតហើយបងប្អូនមេមួយឈ្មោលមួយវានៅផ្ដុំនៃកលៀតថ្មហ្នឹងឥឡូវចាប់វាទៅស្ងោស៊ីទៅមកបាទពីហ្នឹងក៏រួចបាយមួយពេលបងប្អូនអើយសម្រាប់យើងតែគេមិនមែនយកទៅទីទេគឺយកទៅលក់បើមិនលក់មិនបើទិញថ្លើមគោ5គីឡូហើយបងប្អូនឥឡូវចាប់បន្តទៀតបងប្អូននេះគឺជាអន្ទង់បាទវាលោតចេញពីកធុនឥឡូវបានត្រីសេះមួយទៀតហើយមិនមែនសេះសមុទ្រទេបងប្អូននេះត្រីហៅត្រីសេះត្រីសសក់គេណាបងប្អូនថ្ងៃនេះគេរៀងបានក្តាមថ្ម2 3ដែរការចាប់ក្តាមបើមិនមានជំនាញនេះគឺគៀបហើយបងប្អូនមិនចេះតែចាប់ទេដូចយើងចាប់ក្តាមស្រែយើងចាប់មិនក៏បានដែរវាគៀបវាមិនសូវជាឈឺប្រហែលទេប៉ុន្តែក្តាមសមុទ្រធានអត់ចេះចាប់គឺដាច់ដៃហើយបងប្អូនមកទស្សនាមើលតទៀតបងប្អូននេះបានមកលុកនឹងកលិតថ្មនេះបានមកមួយទៅដាក់ចូលក្លុកនេះក្តាមសេះបងប្អូនក្តាមសេះហើយក្តាមតូចដែរបងប្អូនក្តាមសេះនេះបានត្រីបានអីទៀតហើយបងប្អូនណាបងប្អូនស្គាល់ត្រីអីត្រួយអីជួយខមមិនផងខ្ញុំអត់ទៅស្គាល់ដែរស្គាល់តែមួយចំនួនតូចទេបងប្អូនណាថាត្រីវាច្រើនប្រភេទពេជ្រត្រីសមុទ្រវារាប់ម៉ឺនរាប់ពាន់ប្រភេទតែយើងអត់ស្គាល់បងប្អូនមិនដូចត្រីទឹកសាបទេយើងស្គាល់បានមួយចំនួនតែច្រើនតែចឹងតែត្រីទឹកសមុទ្រគឺវាច្រើនប្រភេទច្រើនបែបច្រើនយ៉ាងណាបងប្អូនចឹងយើងវាអត់ទៅស្គាល់ចឹងបងប្អូនដែលនៅសមុទ្រស្គាល់ជួយប្រាប់ផងជួយខមមិនប្រាប់ផងហ្នឹងហើយបងប្អូនហើយវីដេអូហ្នឹងមានតែប៉ុណ្្នឹងណាសូមអរគុណ